ខ្ញុំសូមជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូឃ្លីបថ្មីមួយទៀតដោយតាមសន្យាក៏ព្រោះតែយើងមានពេលទំនេរច្រើនក្នុងការ record ក្នុងរដូវកាលចូលឆ្នាំថ្មីអូខេអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំមានរឿងមួយតែអត់តាក់ទងជាមួយនឹងកណ្ដាលឃាតកម្មទេ channel របស់ខ្ញុំគឺខ្ញុំបានបែងចែកជាពីរទីមួយគឺខ្ញុំដាក់រឿងបែបអ ுக ្រិតកម្មឃាតកម្មអីចឹងទៅហើយមួយទៀតគឺខ្ញុំនិយាយអំពីករណីអរូបីរឿងខ្មោចរឿងសេវអីចឹងទៅប៉ុន្តែគឺសិតសឹងតែជាប្រវត្តិពិតទាំងអស់ចឹងនៅក្នុងរឿងមួយនេះគឺខ្ញុំបានដកស្រង់ចេញពីប្រទេសជប៉ុនហើយបើសិនជាខ្ញុំហៅឈ្មោះក្នុងតំបន់ប្រទេសជប៉ុននឹងមានកំហុសខុសឆ្គងឬក៏និយាយទៅអត់ច្បាស់អត់ត្រូវតង់អីគឺសំខាន់តែអភ័យទោសនិងមួយទៀតគឺសំខាន់តែអភ័យទោសបើសិនជាការ record សំឡេងលន់ឮសំឡេងខាងក្រៅឬក៏ជាប់នៅសំឡេងណាមួយដែលអាចកាត់ចេញបានណាអូខេនៅក្នុងប្រទេសជប៉ុនគឺមានតំបន់មួយដែលគេហៅថា Furan Shikibusu no Sato គឺជាតំបន់មួយដែលជាទូទៅប្រជាជននៅទីនោះគេហៅថាជាតំបន់ព្រៃខ្មោចក៏ព្រោះតែនៅទីនោះគឺមានរូបចំណាក់ជាងប្រមាណ800រូបសំណាក់ដែលរូបសំណាក់ទាំងអស់ហ្នឹងគឺសិតសឹងតែបានរៀបចំឡើងដើម្បីតំណាងឲ្យព្រះពុទ្ធសាសនាអាទិទេពហើយខ្លះទៀតគឺធ្វើឡើងបញ្ជាក់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅដូចជាមនុស្សស្រីមនុស្សប្រុសកូនក្មេងអីចឹងណាសិតសឹងតែជារូបសំណាក់ពណ៌សខ្មៅអត់មានការលាបពណ៌ហើយក៏អត់មានការគូសនៅរចនាបថបែបមើលទៅគួរឲ្យស្រឡាញ់អីអត់មានទេរូបសំណាកទាំងអស់ហ្នឹងគឺជារូបសំណាកពណ៌សប៉ុន្តែដោយសារតែសំណាក់ពីធម្មជាតិបូករួមជាមួយនឹងបរិយាកាសផងគឺធ្វើឲ្យរូបសំណាកទាំងអស់ហ្នឹងមានការដោះស្នឹមមានការដោះនៅរូបជាតិទូចៗដូចជាស្លាយដូចជាអីហ្នឹងនៅលើរូបសំណាកហើយនឹងការបាននៅដំណក់ទឹកភ្លៀងដំណក់ទឹកសន្សើមអីហ្នឹងបានធ្វើឲ្យរូបសំណាកទាំងអស់ហ្នឹងផ្លាស់ប្ដូរពណ៌ផ្នែកខ្លះគឺជាពណ៌ខ្មៅចឹងទៅចឹងគឺលាយឡំគ្នាជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ទៀតនៅក្នុងតំបន់នោះដែលគេហៅថាជាព្រៃខ្មោចតែម្ដងនៅក្នុងឆ្នាំ1989រូបសំណាកទាំងអស់ហ្នឹងត្រូវបានដាក់តាំងឡើងដោយបរិសម្នាក់មានឈ្មោះថា Musuo Furukawa គឺជាសហគ្រិនជនជាតិជប៉ុនម្នាក់ដែលគាត់ចង់បង្កើនទីតាំងកន្លែងនោះនៅក្នុងតំបន់ហ្នឹងឲ្យคล้ายទៅជាសួនអនុស្សាវរីយ៍មួយរូបសំណាកទាំងអស់គឺត្រូវបានធ្វើឡើងទៅតាមរចនាបថព្រះសង្ឃរចនាបថបែបអាទិទេពរចនាបថបែបប្រជាជននិងមានក្មេងៗជាច្រើនហើយរូបសំណាកខ្លះគឺត្រូវធ្វើទ្រង់ទ្រាយជាលក្ខណៈអង្គុយលក្ខណៈស្មឹងស្មាតលក្ខណៈឈរអីចឹងទៅដំបូងឡើយគឺគាត់ចង់ដាក់រូបសំណាកទាំងអស់ហ្នឹងធ្វើជាសួនរូបសំណាកមួយដែលចង់បានគេតនាមនិងគេឈ្មោះមួយល្បីថានៅតំបន់នោះគឺមានសួនមួយដែលមានរូបសំណាកច្រើនជាងគេបំផុតតែផ្ទុយទៅវិញការចំណាយដើមទុនជាង6លានយ៉េនស្មើនឹង100លានដុល្លារនៃអត្រាការបដូរប្រាក់នៅពេលនោះគឺធ្វើឲ្យសួនកំសាន្តនោះអត់បានដូចអ្វីដែលរំពឹងទុកទេដោយសារតែពេលចាប់ដើមបើកសម្ពោធនៅសួនកំសាន្តនោះគឺមានមនុស្សជាច្រើនទៅហើយមានមនុស្សជាច្រើនយល់ថារូបសំណាកទាំងអស់នោះគឺកំពុងតែសម្លឹងមើលមកពួកគេវាដូចជារូបសំណាកទាំងអស់ហ្នឹងមានជីវិតវាដូចជារូបសំណាកទាំងអស់ហ្នឹងកំពុងតែមានវិញ្ញាណអ្វីម្យ៉ាងខំក្រងអញ្ចឹងអ្នកដែលទៅទស្សនានៅទីនោះគឺអ្នកខ្លះមានស្ថានភាពតានតឹងធ្វើឲ្យសន្លប់មានស្ថានភាពមួយដែលគេហៅថាព្រឺព្រួចនឹងខ្សែភ្នែករាប់រយគូដែលកំពុងតែសម្លឹងមកលើពួកគាត់ថ្ងៃមួយដែលគេនិយាយថាជាថ្ងៃបាក់រសៀលគឺមានរូបសំណាកខ្លះហ្នឹងផ្លាស់ប្ដូរទីកន្លែងខ្លួនឯងក៏មានដែរតែទាំងអស់ហ្នឹងវាគ្រាន់តែជាពាក្យចាមរាមទេអញ្ចឹងពាក្យចាមរាមទាំងអស់ហ្នឹងគឺធ្វើឲ្យសួនកំសាន្តដែលទើបតែចាប់ផ្ដើមបើកសម្ពោធហ្នឹងណាមានសភាពស្ងប់ស្ងាត់អត់មានមនុស្សចង់ទៅទេអញ្ចឹងវាធ្វើឲ្យកិត្តិនាមនៃសួនកំសាន្តមួយហ្នឹងរឹតតែជាតំបន់ព្រឺព្រួចមួយទៀតដែលប្រជាជនភាគច្រើនគឺអត់បានទៅលេងទេតែគ្រាន់តែមើលទៅតាមរូបភាពនិងបានឮពាក្យចាមរាមដែលគេនិយាយហ្នឹងគឺលេងហ៊ានទៅហើយថ្ងៃមួយមានអ្នកថតរូបម្នាក់ដែលគាត់មានឈ្មោះថា Ken Hoki គឺបានទៅដល់សួនកំសាន្តមួយហ្នឹងឬក៏គេហៅថាជាព្រៃខ្មោចមួយហ្នឹងដោយសារតែជាសួនកំសាន្តដែលអត់សូវមានមនុស្សចាប់អារម្មណ៍អត់សូវមានមនុស្សទៅកំសាន្តលេងឬក៏មានមនុស្សទិញសមុទ្រចូលអីហ្នឹងធ្វើឲ្យសួនកំសាន្តហ្នឹងអត់បានបំពាក់នៅភ្លើងនាពេលយប់ទេគឺសួនកំសាន្តគ្រាន់តែដាក់ជាលក្ខណៈអំពូលភ្លើងស្ទង់តាមដងផ្លូវដែលចេញពីសួនកំសាន្តមកខាងផ្លូវចូលវិញតែប៉ុណ្្នឹងឯងខណៈពេលដែលគាត់កំពុងតែវង្វេងជាមួយនឹងស្ថានភាពបែបនោះក៏មានមាត់សន្តិសុខដែលគេជាអ្នកប្រចាំការនៅទីហ្នឹងបានមករកគាត់តាមសម្ដីសន្តិសុខដែលបានប្រាប់ទៅលោកហ៊ូគីអ្នកដែលមកកំសាន្តនៅក្នុងព្រៃហ្នឹងនៅក្នុងសួនកំសាន្តបែបហ្នឹងគឺអត់ដែលនៅលើសពីម៉ោង3រសៀលទេ
ត្រឹមតែម៉ោង3រសៀលអីហ្នឹងគឺនាំគ្នាត្រឡប់ទៅវិញហើយដោយសារតែថ្ងៃកាន់តែជ្រេរូបសំណាកទាំងអស់វាប្រៀបដូចជាកំពុងតែមានចលនាអញ្ចឹងទៅតាមពន្លឺព្រះអាទិត្យអញ្ចឹងហើយអ្នកដែលនៅទីនោះគឺអត់ហ៊ាននៅដល់ល្ងាចទេត្រឹមតែម៉ោង3ជាងគឺនាំគ្នាត្រឡប់ទៅវិញហើយអ្នកដែលចង់ទៅទស្សនានៅសួននោះគឺគេតែងតែរើសម៉ោងទៅនាពេលព្រឹកហើយនឹងពេលថ្ងៃត្រង់គឺត្រឡប់មកវិញហើយអត់ដែលមានអ្នកនៅទីនោះយូរទេតួយ៉ាងសម្រាប់អ្នកដែលគាត់ធ្កើននិងអ្នកដែលគាត់ចង់ដឹងថាតើមានរឿងអីកើតឡើងដោយតែគេនិយាយដែរឬក៏អត់គឺគាត់អាចនៅរហូតដល់ល្ងាចបានត្រឹមតែម៉ោង4រសៀលអីហ្នឹងគឺសន្តិសុខចាប់ផ្ដើមដើរប្រាប់ដំណឹងដល់អ្នកទស្សនាថាពេលវេលាបិទសួនកំសាន្តគឺចិត្តមកដល់ហើយអញ្ចឹងធ្វើឲ្យអ្នកទៅលេងនៅទីនោះតែងតែចេញនៅមុនម៉ោងជានិច្ចហើយចំពោះអ្នកខ្លះទៀតគឺគាត់បានត្រឹមតែជិះកាត់នៅសួនកំសាន្តនោះតែប៉ុណ្ណោះអ្នកខ្លះគាត់ផ្ដល់ថាការជិះកាត់នៅសួនកំសាន្តហ្នឹងគឺធ្វើឲ្យគាត់ព្រឺព្រួយមិនចាំបាច់ចូលដល់ទៅលេងក្នុងសួនកំសាន្តទេក៏ព្រោះតែជិះពីខាងក្រៅក៏បានឃើញនៅរូបសំណាកទាំងអស់នោះដែលរំពឹងមើលទៅឃើញថាមានកខ្សែភ្នែករាប់រយគូកំពុងតែសម្លឹងទៅលើអ្នកដំណើរដើរឬក៏អ្នកដំណើរដែលបានឆ្លងកាត់នៅតំបន់នោះដោយសារតែពាក្យចចាមរ៉ាមនិងពាក្យនិយាយពីមាត់មួយទៅមាត់មួយទៅធ្វើឲ្យតំបន់សួនអូសៀនឬក៏សួនកំសាន្តមួយហ្នឹងធ្លាក់ចូលទៅក្នុងភាពស្ងប់ស្ងាត់ជ្រងំគ្មានភ្ញៀវទេសចរណាកកកដូចគេហើយក៏គ្មានអ្នកចង់ទៅលេងកំសាន្តច្រើនដែរតែម្ចាស់អូសៀននៅតែបើកទ្វារជានិច្ចហើយសួនអូសៀននោះគឺតែងតែបើកទ្វាររាល់ថ្ងៃបច្ចុប្បន្នគេហៅសួនអូសៀននោះថាជាព្រៃខ្មោចចឹងសម្រាប់អ្នកដែលគាត់ចង់បានភាពព្រឺព្រួយនិងភាពស្ងប់ស្ងាត់បែបលក្ខណៈរន្ធត់អីហ្នឹងអាចធ្វើទេសចរទៅតំបន់នោះបានអូខេជួបគ្នានៅវីដេអូក្រោយបាយបាយ